cào trái cứ thấy bạn bánh một lửa Campuchia bấy đòn bằng hai người khơi tha xiêm công pung tại đãចូលអន្ទាក់យុទ្ធសាស្ត្ររបស់សម្ដេចតេជោហើយណាចូលអន្ទាក់របស់សម្ដេចតេជោហើយនៅក្នុងខណៈដែលសៀមបានបាញ់មកលើកម្ពុជា3ដងសៀមបានផ្សាយនៅព័ត៌មានភូតកុហកថាបានដឹងអំពីចលនានៃកងរថក្រោះកម្ពុជានៅក្នុងខេត្តនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យដែលសៀមគេថាខាងកម្ពុជាហ្នឹងចល័តឬក៏ធ្វើសកម្មភាពរថក្រោះនៅក្នុងក្រុងសំរោងនៅឯមន្ទីរពេទ្យសៀមបានផ្សាយអំពីសៀមបានផ្សាយអំពីអ្វីដែលសៀមហៅថាទាហានសៀមរងរបួសហើយសៀមបានផ្សាយទៀតថាមានការភៀសខ្លួនរបស់អ្នកស្រុកនៅខាងកម្ពុជាជាដើមលក្ខនឹងលក្ខការដែលប្រឹងប្រែងនិយាយនេះគឺធ្វើឲ្យសៀមធ្លាក់ចូលក្នុងអន្ទាក់របស់លោកហ៊ុនសែនហើយតើលោកហ៊ុនសែននឹងវាយខ្ចប់សៀមឬយ៉ាងណានេះគឺជាចំណុចមួយដែលយើងនឹងតាមដានទៅកាន់ថ្ងៃស្អែកទៀតគឺថ្ងៃច័ន្ទនឹងជាចំណុចមួយបានសេចក្តីថាស្ថានភាពកម្ពុជាថៃមួយជំហានដើរទៅមុខ3ជំហានដើរថយក្រោយបើស្ថានភាពនៃកម្ពុជានិងថៃមួយជំហានទៅមុខ3ជំហានថយក្រោយសន្តិភាពនៅឆ្ងាយមែនតើក្រោយពីការចុះហត្ថលេខាថ្ងៃទី26ខែតុលាឆ្នាំ2025ពីបទឈប់បាញ់គ្នាបន្តបង្ហាញឲ្យឃើញថាវិវាទរវាងថៃនិងលោកហ៊ុនសែនមិនចប់ទេសន្តិភាពនៅឆ្ងាយណាយើងតាមតទៅទៀតខ្ញុំមិនមានអ្វីធំដុំទេគ្រាន់តែដាក់ឈ្មោះអត្ថបទនេះថាទំនងដូចជាសៀមកំពុងតែដើរចូលអន្ទាក់លោកហ៊ុនសែនហើយលោកហ៊ុនសែននឹងមានព្រៀបលើឆាកអន្តរជាតិព្រៀបទី1គឺសៀមបានបាញ់មកលើជនស៊ីវិលខ្មែរនៅឯឃុំអូបៃជាន់អន្ទាក់ទី2គឺសៀមថ្ងៃនេះទី7ខែធ្នូឆ្នាំ2025បានបាញ់មកលើខ្មែរចំនួន3ដងដែលជាចំណុចមួយចូលអន្ទាក់របស់លោកហ៊ុនសែនហើយPesmanki តាមភូមិខ្ញុំមេភូមិដើរស្រង់សថិតិគ្រប់អាយុចូលធ្វើទាហានមិនដឹងធ្វើយ៉ាងម៉េចកិច្ចបានទេលោកតាក្មេងគ្រប់អាយុធ្វើទាហានច្រើនណាស់ចៅដូច្នេះគេមិនយកទាំងអស់ទេកុំភ័យគេមិនយកក្មេង
ដែលគ្រប់អាយុទាំងអស់ចូលធ្វើទាហានតែម្ដងទេពួកក្មេងច្រើនណាស់នៅស្រុកយើងវាសម្បូរក្មេងណាកូនអញ្ចឹងយើងមិនសូវជាភ័យអីប្រមាណទេយើងមិនភ័យអីប្រមាណទេកូនណាយើងមិនភ័យអីប្រមាណទេអានេះនិយាយតាមតាគិតណាពីព្រោះខ្មែរយើងនៅកម្ពុជាសប្តាហ៍ថ្ងៃសម្បូរក្មេងណាស់មនុស្សដែលគ្រប់អាយុធ្វើទាហានច្រើនណាស់បាទលើកលែងតែរឿងមួយទេលើកលែងតែរឿងមួយថាកូនអ្នកមានគេសោកគេប៉ាន់ទៅអត់មានណាហៅធ្វើទាហានហើយយើងអ្នកក្រគេយកធ្វើទាហានអានឹងខ្លាចតែប៉ុណ្្នឹងទេណាកូនខ្លាចតែប៉ុណ្្នឹងទេ Good morning ដារ៉ាដា Mary Lee សួស្ដីបាទនៅក្នុងភាគនេះខ្ញុំទទួលសំណួរបាទសៀមម៉ៃយើងឮសូរអញ្ចឹងដែរតែខ្ញុំគ្មានអ្វីនឹងអធិប្បាយច្រើនទេដូច្នេះហើយគឺទទួលសំណួរពីប្រិយមិត្តបើមាននឹងស្រាយជូនបាទនឹងស្រាយជូនខ្ញុំគ្មានយោបល់អីច្រើនទេណាបាទចន្ទដាគុណនៅខាងអាល្លឺម៉ង់គេឲ្យក្មេងប្រុសចូលទាហានដែរពូគ្រប់អាយុគឺត្រូវធ្វើទាហាន1ឆ្នាំ2ឆ្នាំហ្នឹងគេហៅកំណែនទួទៅ